ជីវប្រវត្តិព្រះបាទអសោកតើហេតុអ្វីត្រូវសិក្សាអំពីព្រះបាទអសោកព្រះអង្គពុំមែនជាគ្រូវិបស្សនាពុំមែនជាព្រះសង្ឃទ្រង់គឺជាគ្រហស្ថនិងជាមេដឹកនាំមួយអង្គគឺមានហេតុផលពីរសំខាន់ទី1គឺដោយសារតែទ្រង់ទើបយើងបានទទួលព្រះធម៌បដិបត្តិទ្រង់បានទតឃើញជាមុនថាក្នុងសម័យព្រះអង្គគ្រាដែលបញ្ញានៅមានខ្លាំងក្លានៅឡើយនៅប្រទេសឥណ្ឌាទ្រង់បានបញ្ជូនធម្មទូត2អង្គគឺព្រះសោណៈនិងព្រះឧត្តរៈមកកាន់តំបន់សវណ្ណភូមិហើយក៏ចាប់ផ្ដើមមានខ្សែស្រឡាយគ្រូយ៉ាងវែងរហូតមកដល់សម័យព្រះតេជគុណលេឌីសាយដាវលោកសាយថេតលោកគ្រូសាយខីឧបាខិនលោកគ្រូហ្គោអិនហ្កានិងរហូតមកដល់ពួកយើងសពថ្ងៃដូច្នេះហើយទើបយើងបានទទួលព្រះធម៌បដិបត្តិហេតុនេះទើបយើងមានមនោសញ្ចេតនាដឹងគុណយ៉ាងក្រៃលែងទៅដល់មេដឹកនាំរូបនេះគឺព្រះបាទអសោកតែក៏មានហេតុផលសំខាន់មួយទៀតគឺទ្រង់ជាមេដឹកនាំដ៏ឧត្តមនៅក្នុងប្រវត្តិសាស្ត្រជាមេដឹកនាំដែលបានបដិបត្តិធម៌ហើយអនុវត្តធម៌នៅក្នុងការដឹកនាំរបស់ព្រះអង្គទ្រង់បង្រួបបង្រួមប្រទេសឥណ្ឌាទ្រង់ជាស្ថាបនិកនៃរដ្ឋមួយដែលពោរពេញដោយសេចក្តីសុខដុមរមនានៅក្នុងលោកនាសម័យនោះហើយទោះជាទ្រង់បដិបត្តិធម៌យ៉ាងខ្លាំងក្លាក្តីក៏ទ្រង់មានសេចក្តីសន្តោសពេញបរិបូរណ៍ចំពោះសាសនាផ្សេងទៀតទាំងឡាយនៅលើសសរស្តម្ភរបស់ទ្រង់បានប្រើភាសាសរសេរដែលទំនងជាភាសាសរសេរដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅក្នុងអំណាចពេញទីរបស់ទ្រង់ព្រះបាទអសោកបានអនុវត្តនៅភាពអហិង្សាចំពោះជីវិតមនុស្សទាំងឡាយនិងសូម្បីតែសត្វនៅក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គនេះជាមេដឹកនាំដ៏អស្ចារ្យដែលនាំឲ្យមានសវណ្ណកាលគឺយុគមាសអស់រយៈពេល30ឆ្នាំនៅឥណ្ឌាជាសម័យកាលដ៏រុងរឿងគ្មានសង្គ្រាមគ្មានបដិវត្តន៍ផ្ដួលរំលំគ្មានភាពចលាចលសង្គមទាល់តែសោះតែអ្វីពុំបានចាប់ផ្ដើមដោយល្អបែបនេះឡើយគួរកត់សម្គាល់កាលបរិច្ឆេទសំខាន់នៃប្រវត្តិសាស្ត្រខ្លះដូចខាងក្រោមឆ្នាំ478មុនគ្រិស្តសករាជព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានឆ្នាំ323មុនគ្រិស្តសករាជអធិរាជ Alexander សោយទេវង្គតជាក្សត្រដែលឈ្លានពានដល់ភាគខាងលិចប្រទេសឥណ្ឌាឆ្នាំ322ដល់ឆ្នាំ299មុនគ្រិស្តសករាជជារាជព្រះបាទចន្ទរគប់ព្រះអង្គដណ្ដើមរាជបាន1ឆ្នាំក្រោយសម័យ Alexander គ្រប់គ្រងរាជាណាចក្រមគធៈប្រហែលជាស្ដេចចន្ទរគប់បានជួយដល់ស្ដេច Alexander ផងដែរហេតុនេះទើបទ្រង់អាចគ្រប់គ្រងភាគខាងជើងប្រទេសឥណ្ឌាស្ដេចចន្ទរគប់បានសោយរាជយ៉ាងយូរនិងបានជោគជ័យហើយទ្រង់ដាក់រាជនៅឆ្នាំ299មុនគ្រិស្តសករាជនិងក្លាយជាអ្នកបួសនៃសាសនាចេនដោយធ្វើដំណើរទៅភាគខាងត្បូងឥណ្ឌាហើយបង្អត់អាហារព្រះអង្គឯងរហូតសគត់នៅទីនោះបន្ទាប់មកបុត្រារបស់ព្រះអង្គព្រះនាមពិន្ទុសាបានគ្រងរាជបន្តព្រះបាទពិន្ទុសាទំនងជាមានមហេសីយ៉ាងច្រើននិងបុត្រយ៉ាងច្រើនផងដែរហើយព្រះបាទអសោកក៏ជាបុត្រាមួយអង្គរបស់ទ្រង់ផងដែរឆ្នាំ299ដល់ឆ្នាំ274មុនគ្រិស្តសករាជជារជ្ជកាលនៃព្រះបាទពិន្ទុសាឆ្នាំ270ដល់ឆ្នាំ233មុនគ្រិស្តសករាជជារជ្ជកាលនៃព្រះបាទអសោកក្សត្រអសោកជារាជទាយាទមួយអង្គដែលជាបុត្រារបស់មហេសីទី2នៃព្រះបាទពិន្ទុសានាមអសោកកើតឡើងដោយហេតុថាមាតារបស់ទ្រង់មានភាពរីករាយជាខ្លាំងពេលប្រសូតបានបុត្រាដែលក្លាយជារាជទាយាទហើយប្រទានឈ្មោះឲ្យបុត្រថាអសោកគឺមានន័យថាក្សត្រដែលគ្មានសេចក្តីសោកសៅគ្មានទុក្ខព្រួយព្រះបាទពិន្ទុសាបានចាត់ឲ្យបុត្រាអសោកដែលនៅវ័យក្មេងនៅឡើយទៅបង្ក្រាបការបះបោរមួយនៅតកសិលាក្រោយមកទ្រង់អសោកក្លាយជាឧបរាជនៃនគរឧច្ឆេន
ដែលជាធានីមួយនៅភាគកណ្ដាលប្រទេសឥណ្ឌានោះទំនងជាពេលដ៏រីករាយរបស់ទ្រង់ដែលព្រះអង្គមានគូកំណានចិត្តម្នាក់នៅទីនោះហើយបើតាមសិលាចារឹកដែលទ្រង់បានចារបានសរសេរអំពីទ្រង់មកដល់ទីនោះដើម្បីក្រសាលលែងជាមួយគូស្នេហ៍ព្រះអង្គគឺព្រះនាងទេវីយ៉ាងផ្អែមល្ហែមព្រះនាងទេវីប្រសូតបានបុត្រាមួយអង្គព្រះនាមមហន្តៈនិងបុត្រីមួយអង្គព្រះនាមសង្ឃមិត្តៈលោកអ្នកនឹងឮឈ្មោះទាំងពីរនេះជាថ្មីទៀតនៅក្នុងអត្ថបទនេះបុត្រទាំងពីរអង្គនេះបានបួសហើយក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃការផ្សាយធម៌របស់ព្រះបាទអសោកនាពេលក្រោយមកទៀតក្រោយមកបន្តិចដោយសាររាជកិច្ចព្រះបាទពិន្ទុសាសោយទិវង្គតគេក៏យាងក្សត្រអសោកឲ្យមករាជធានីបតលីបុត្រយើងពិនិត្យឃើញថាព្រះបាទពិន្ទុសាចូលទិវង្គតនៅឆ្នាំ274មុនគ្រិស្តសករាជតែព្រះបាទអសោកសោយរាជនៅឆ្នាំ270មុនគ្រិស្តសករាជគឺមានសង្គ្រាមដណ្ដើមរាជគ្នារវាងបុត្រាទាំងឡាយនៃព្រះបាទពិន្ទុសាអស់រយៈពេល4ឆ្នាំហើយគេថាព្រះបាទអសោកបានធ្វើគុតបុត្រាដតីទាំងអស់គ្មានសល់ទ្រង់ឡើងគ្រងរាជបាន4ឆ្នាំទើបទ្រង់ទុកព្រះទ័យក្នុងការអភិសេកទទួលរាជសម្បត្តិហើយពេលនោះទ្រង់ក្លាយជាព្រះបាទឆន្ទាសោកគឺអសោកដ៏កាចសាហាវឃោរឃៅដោយរន្ទះទ្រង់ប្រព្រឹត្តទង្វើឃោរឃៅជាច្រើនអនេកគេថាទ្រង់បានទាំងសាងសង់អគារធ្វើទារុណកម្មនៅក្នុងរាជធានីដើម្បីឲ្យជនរងគ្រោះរបស់ទ្រង់បានជួបប្រទះនៅឋាននរកទាំង5ប្រភេទនៅលើផែនដីនេះតែម្ដងទ្រង់ជាមនុស្សប្រភេទនោះឯងនាពេលនោះតទៅនេះជារាជាណាចក្ររបស់ព្រះអង្គជាគេដំណើរដែលបន្សល់ទុកមកពីព្រះបាទចន្ទ្រកុប្បដែលជាជីតារបស់ទ្រង់តែបន្ទាប់មកស្ដេច Seleucus ដែលជាអ្នកស្នងរាជនៃអធិរាជ Alexander បានវាយលុកចូលមកទ្រង់ក៏បានវាយបកវិញហើយដណ្ដើមបានតំបន់ដែលបច្ចុប្បន្នជាប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានដោយភាពឆ្លៀសវៃព្រះបាទចន្ទ្រកុប្បបានចុះសន្ធិសញ្ញាជាមួយស្ដេច Seleucus ដែលធ្វើឲ្យមានសន្តិភាពចាប់ពីពេលនោះតមកទ្រង់បានទទួលទឹកដីនោះហើយបដូរទៅវិញទ្រង់បានថ្វាយដំរីសឹកចំនួន500ទៅស្ដេច Seleucus ព្រះបាទចន្ទ្រកុប្បបានចំណេញច្រើននៅក្នុងរឿងនេះហើយជាគេដំណើរដល់ព្រះបាទអសោករាជធានីនៃព្រះបាទអសោកគឺបតលីបុត្រគឺនៅខាងជើងពុទ្ធគយាបន្តិចនៅខាងលិចគឺឧច្ចេននៅខាងត្បូងគឺសានជីដែលជាតំបន់សំខាន់ដែលជាបុរាណដ្ឋានដែលសម្បូរដោយប្រាសាទនៃព្រះបាទអសោកតំបន់កណ្ដាលជាទីដែលព្រះនាងទេវីដែលជាមហេសីព្រះបាទអសោកបានចិញ្ចឹមបីបាច់រាជបុត្រមហន្ទានិងបុត្រីសង្ឃមិត្តៈទ្រង់ទាំងពីរបានបួសនាពេលក្រោយនៅខាងកើតរាជាណាចក្រព្រះអង្គគឺជារដ្ឋក្លិង្គកាលីង្កាជារដ្ឋឯករាជ្យនិងជាសាធារណរដ្ឋមួយបិតារបស់ព្រះបាទអសោកគឺព្រះបាទពិន្ទុសាធ្លាប់ចូលឈ្លានពានតែបរាជ័យលុះ8ឆ្នាំក្រោយមកព្រះបាទអសោកបានចូលឈ្លានពានម្ដងទៀតនោះគឺព្រះបាទឆន្ទាសោកដ៏កាចសាហាវឃោរឃៅរដ្ឋក្លិង្គជាសាធារណរដ្ឋតូចមួយដែលមានភាពអង់អាចនិងតស៊ូជារដ្ឋដែលអាចទប់ទល់នឹងទ័ពថ្មើរជើងចំនួនដល់ទៅ 60000 ទ័ពដំរី 1000 ដែលយើងអាចចាត់ទុកថាជាកងរដ្ឋក្រោះនាចំនួននោះដែលជាកងទ័ពគួរឲ្យកោតខ្លាចព្រះបាទអសោកបានបញ្ជូនកងទ័ពធំជាងនេះទៅទៀតចូលទៅឈ្លានពានរដ្ឋក្លិង្គដោយដាក់បញ្ជាទៅមេទ័ពរបស់ទ្រង់ថាកុំឲ្យអនុគ្រោះដល់រដ្ឋនោះសោះឡើយនោះជាចម្បាំងយ៉ាងធំមហិមាដែលមានមនុស្សប្រមាណ100,000 នាក់ត្រូវបានកាប់សម្លាប់នៅសមរភូមិហើយនិរទេសមនុស្សចំនួន 150,000 នាក់ហើយមនុស្សជាច្រើនទៀតបានស្លាប់មនុស្សប្រហែលជា 250,000 នាក់ស្លាប់ដោយសារការឈ្លានពាននេះហើយព្រះបាទអសោកបានជោគជ័យនិងបានកាត់យករដ្ឋក្លិង្គមកគ្រប់គ្រងនេះជាចំណុចរបត់មួយ
មានរឿងមួយដំណាលថាព្រះបាទអសោកយាងចុះឡើងនៅសមរភូមិបានស្ដាប់នៅសម្រែកធ្ងួចធ្ងររបស់ជនរងគ្រោះរបស់អ្នករបួសសាច់ញាតិរបស់ជនរងគ្រោះទ្រង់ក៏បានទតឃើញសាកសពជាច្រើនមានស្ត្រីម្នាក់ជាជនជាតិក្លិង្គចូលមកក្បែរព្រះអង្គហើយពោលថាដោយសារទង្វើរបស់ទ្រង់ខ្ញុំម្ចាស់បាត់បង់ឪពុកបាត់បង់ប្តីនិងបាត់បង់កូនប្រុសតើឲ្យទូលបង្គំធ្វើដូចម្ដេចទៅទំនងជាហេតុនេះហើយទើបព្រះបាទអសោកមានវិប្បដិសារីយ៉ាងខ្លាំងហើយចាប់ពីពេលនោះមកចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរដោយសុទ្ធចិត្តហើយក្រោយមកទៀតទ្រង់បានក្លាយជាព្រះបាទធម្មាសោកគឺពេលដែលមានសុវណ្ណកាលអស់រយៈពេល30ឆ្នាំក៏ប៉ុន្តែបន្ទាប់ពីទ្រង់សុគតទៅទ្រង់ត្រូវបានគេបំភ្លេចចោលឬភ្លេចបាត់អស់រយៈពេលប្រហែល 2000 ឆ្នាំប្រាសាទទាំងឡាយរបស់ទ្រង់ត្រូវបានកំទេចឬបែកបាក់ឬត្រូវបានដុតបំផ្លាញហើយកំណត់ត្រាផ្សេងត្រូវបានកំទេចចោលហើយថែមទាំងឈានដល់ដំណាក់កាលមួយដែលមនុស្សម្នាប្រែទៅជាឆ្ងល់ថាតើព្រះបាទអសោកគឺជាតួអង្គពិតឬទេមានពិតឬប្រឌិតឬគ្រាន់តែជារឿងនិទានគឺគេភ្លេចព្រះអង្គដល់កម្រិតនោះឯងឥឡូវនេះយើងសាកល្បងពិនិត្យមើលថាតើរឿងហ្នឹងកើតឡើងដោយរបៀបណានៅតំបន់សានជីជាទីដែលព្រះបាទអសោកសាងសង់ប្រាសាទជាច្រើនពេលទ្រង់សគត់ចក្រភពរបស់ទ្រង់បែកបាក់យ៉ាងឆាប់រហ័សនៅគ្រិស្តសករាជ1193រយៈពេលច្រើនរយឆ្នាំក្រោយព្រះអង្គមានការឈ្លានពានមួយពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាមមានអធិរាជសង្គ្រាមមួយអង្គព្រះនាមស៊ុលតុងមហាម៉ាត់ដែលបានតាំងរាជធានីនៅតំបន់ឡាហ័រទ្រង់មានប្រភពមកពីមជ្ឈិមបូព៌ាហើយទ្រង់កំពុងធ្វើសង្គ្រាមបរិសុទ្ធដើម្បីពង្រីកផ្សព្វផ្សាយសាសនាអ៊ីស្លាមឲ្យបានឆ្ងាយបំផុតតាមដែលទ្រង់អាចធ្វើបានវិធីដែលទ្រង់ជ្រើសរើសក្នុងការផ្សាយសាសនាអ៊ីស្លាមគឺភ្លើងនិងដាវមានសម្រងព្រះបន្ទូលរបស់ទ្រង់នៅពេលទ្រង់ចូលឈ្លានពានឥណ្ឌាថាខ្លឹមសារតទៅនេះប្រហែលជាមានការបំផ្លើសខ្លះដែលមានសេចក្តីថាទ្រង់ស៊ុលតុងមហាម៉ាត់បានជំរះនៅបាបដែលមាននៅលើទឹកដីឥណ្ឌាដែលកក្រិចដោយអំពើក្បត់និងភាពមិនបរិសុទ្ធក្នុងការគោរពបូជាហើយទ្រង់មិនទុកឲ្យមានប្រាសាទណាមួយឲ្យឈរនៅឡើយគេថានៅទីក្រុងដេលីទ្រង់កំទេចចោលប្រាសាទអស់ 1000 ហើយទ្រង់ធ្វើបែបនេះរហូតទ្រង់ពុំបានយាងទៅទីនោះផ្ទាល់ព្រះអង្គទេគឺទ្រង់បង្គាប់មេទ័ពឬទេសករឲ្យធ្វើបែបនេះនៅពេលនោះក្រុងដេលីត្រូវបានឈ្លានពានត្រួតត្រាមានមេទ័ពមួយទៀតដែលជាទេសករឈ្មោះ Mohammed Bakhtiar ដែលទ្រង់អនុញ្ញាតឲ្យប្រើសេះ100ដើម្បីធ្វើដំណើរទៅភាគខាងកើតដើម្បីពិនិត្យមើលថាតើមានអ្វីខ្លះ Mohammed Bakhtiar ដែលជាមេបញ្ជាការដ៏ពូកែមានការភ្ញាក់ផ្អើលនៅពេលចូលទៅដល់ទីក្រុងប៊ីហាគាត់កាន់កាប់បន្ទាយប៊ីហាជាបន្ទាយយ៉ាងមាំគាត់បានវាយប្រហារមុននឹងម្ចាស់ស្រុកដឹងខ្លួនហើយគាត់បន្តដំណើរទៅដល់ទួលខ្ពស់មួយមើលឃើញអគារយ៉ាងច្រើននិងធំនោះជាសាកលវិទ្យាល័យបុរាណមួយឈ្មោះ Nalanda University មានមហាបណ្ណាល័យយ៉ាងធំសម្រាប់តម្កល់គម្ពីរព្រះពុទ្ធសាសនាដែលមានព្រះសង្ឃសិក្សានៅទីនោះចំនួន 7000 អង្គមានបណ្ណាល័យសំខាន់3នៅលើអគារ3ជាន់ហើយទីនោះក៏មានតម្កល់កំណត់ហេតុអំពីរាជ្យរបស់ព្រះបាទអសោកផងដែរ Mohammed Bakhtiar បានឃើញតែមិនដឹងថាជាអ្វីឡើយហើយគាត់សួរតែមួយសំណួរប៉ុណ្ណោះថាតើនៅទីនោះមានគម្ពីរគូរ៉ានដែរឬទេចម្លើយគឺគ្មានទេគាត់ក៏បញ្ជាឲ្យគេកំទេចទីនោះចោលតែម្ដងទៅពួកគេចូលទៅហើយធ្វើគុតព្រះសង្ឃគ្រប់អង្គពួកគេមិនទាំងដឹងថានោះជាព្រះសង្ឃផង
ពួកគេស្មានថាជាពួកហិណ្ឌូទំនងជាព្រះសង្ឃមួយអង្គបានគេចផុតគឺជាព្រះសង្ឃទីបេតែព្រះសង្ឃផ្សេងទៀតសិតតែត្រូវគេធ្វើគុតទាំងអស់ហើយពួកគេមកឃើញមហាបណ្ណាល័យទាំងនោះហើយមហាម៉ាត់បាក់ធាមានការងឿងឆ្ងល់ថាគឺជាអ្វីអ្នកប្រវត្តិវិទូនានាអះអាងថានាពេលនោះគ្មាននរណាម្នាក់អាចឆ្លើយប្រាប់គាត់ថាជាអ្វីទេព្រោះពេលនោះសាមណសិស្សសុទ្ធតែសគត់អស់ទៅហើយមហាម៉ាត់បាក់ធាបានសម្រេចចិត្តថាដុតបំផ្លាញទីនោះចោលគឺដុតគ្រប់គម្ពីរដីកាកំណត់ត្រាទាំងឡាយនៅក្នុងសាកលវិទ្យាល័យដ៏ធំនោះហើយគេថាមេឃពោពេញដោយផ្សែងខ្មៅអស់រយៈពេលរាប់សិបខែដោយសារតែការដុតគម្ពីរទាំងនោះគាត់បានបញ្ចប់បេសកកម្មគាត់បានកំទេចវត្តអារាមសំខាន់ចំនួន5នៅប៊ីហានិងនៅបេងហ្គាល់ហើយនឹងបានកំទេចចោលនៅកំណត់ត្រាទាំងអស់តាក់ទងនឹងសម័យកាលអសោកក្នុងរយៈពេល 1000 ឆ្នាំដោយជោគជ័យលុះ150 ឆ្នាំផុតពីនោះមកមានមេដឹកនាំផ្សេងមួយទៀតគឺមាននាមថា Ferozshah ទ្រង់ជាមនុស្សសុភាពរាបសារនិងចង់ចេះចង់យល់គេខំបញ្ចុះបញ្ចូលព្រះអង្គខ្លាំងណាស់ទើបទ្រង់យល់ព្រមឡើងគ្រងរាជសម្បត្តិគឺរាជបល្ល័ង្ក Mughal នៅក្រុងដេលីទ្រង់មិនចង់សោយរាជទេតែទ្រង់ទទួលហើយទ្រង់ជាក្សត្រដែលមានប្រតិយទូលាយហើយទ្រង់ពេលខ្លះមានគំនិតខ្វែងគ្នាជាមួយគេពាក់ព័ន្ធនឹងសាសនាអ៊ីស្លាមទ្រង់មានមាតាជាហិណ្ឌូហើយទ្រង់ចូលចិត្តយាងក្រសាលជុំវិញនគររបស់ទ្រង់នាពេលមួយទ្រង់យាងទៅដល់មេរុតជានិគមជនមួយនៅខាងជើងក្រុងដេលីហើយទ្រង់ទតឃើញសសរស្តម្ភមួយយ៉ាងធំឥតមានជនណាអាចប្រាប់ទ្រង់ថាជាអ្វីឡើយមានសិលាចារឹកនៅលើនោះមានពាក្យចចាមអារាមថានោះជាសសរស្តម្ភរបស់យក្សមួយឈ្មោះ Bhim ជាបងប្អូនប្រុសរបស់បន្ទវៈដែលបានដើរកាត់ផែនដីនៅសម័យនោះគ្មាននរណាដឹងថានោះជាអ្វីឡើយតែទ្រង់ជាប់ចិត្តនឹងសសរស្តម្ភនោះទ្រង់យល់ថាសិលាចារឹកនោះគួរឲ្យចាប់អារម្មណ៍ហើយទ្រង់ចង់បានវាឥឡូវទ្រង់សាងសង់កំពែងហើយនៅក្បែរនោះមានវិហារអ៊ីស្លាមដែលបានសាងសង់ឡើងដោយឧត្តមសេនីយ៍នៃព្រះបាទមូហាម៉ាត់ដែលកាលនោះគ្រប់គ្រងតំបន់ដេលីឧត្តមសេនីយ៍នោះបានសាងសង់ស្ទូបធំមួយនៅលើនោះដើម្បីអបអរជោគជ័យលើពួកអរិយសាតាំងក្រោយមកលោកបានស្លាប់មុននឹងបានសាងសង់ជាន់ទី2ដូច្នេះព្រះបាទ Ferozshah ចង់សាងសង់បញ្ចប់ភារកិច្ចនេះជាកិច្ចការលំបាកដោយសារតែសសរស្តម្ភនេះមានទម្ងន់50តោនក្រោយពីដឹកជញ្ជូនរួចទ្រង់រីករាយដោយសសរស្តម្ភនេះជារបស់បន្ថែមលើព្រះវិហារនិងបន្ទាយដែលមានស្រាប់សប្តាហ៍ថ្ងៃនេះក៏យើងនៅតែអាចមើលឃើញបុរាណដ្ឋាននេះដដែលតែឥឡូវនេះគេយកវាដើម្បីបូជាដល់ព្រះអាទិទេពផ្សេងនៅលើស្ទូបនោះមានផ្នែកមួយដែលមានសិលាចារឹកហើយស្ដេច Ferozshah សាកសួរគ្រប់អ្នកប្រាជ្ញបណ្ឌិតតែឥតមាននរណាដឹងថានោះជាអ្វីឡើយគេគិតថានោះជាភាសាក្រិកតែមិនដឹងថាមែនឬទេលុះកន្លងហួសពីសម័យនោះមកមានអ្នកចូលឈ្លានពានឥណ្ឌាជាថ្មីទៀតនោះគឺចក្រភពអង់គ្លេសនៅសតវត្សទី19ក្រុមហ៊ុន The East India ចូលមកដល់ប្រទេសឥណ្ឌាហើយជនអង់គ្លេសភាគច្រើនចង់រកកម្រៃឲ្យបានច្រើនតាមដែលអាចធ្វើបានទាំងក្រុមហ៊ុន The East India និងទាំងយោធាអង់គ្លេសបានទទួលមុខងារផ្សេងក្នុងសង្គមឥណ្ឌាតែត្រឡប់ទៅស្រុកវិញដោយសារបញ្ហាសុខភាពបណ្ដាលមកពីអាកាសធាតុនៅទីនោះតែមានជនជាតិអង់គ្លេសមួយចំនួនដែលពិតជាចង់ដឹងចង់យល់អំពីវប្បធម៌សាសនានៅឥណ្ឌាហើយក៏ចាប់ផ្ដើមរករកនៅទីនានាហើយពួកគេបានជួបប្រទះផ្ទាំងថ្មដែលមានសិលាចារឹកគេមិនចេះអានហើយមិនស្គាល់ថាជាអ្វីទេហើយពួកគេក៏បានថតចម្លងមិនយូរប៉ុន្មានវិទ្យាស្ថានសិក្សាអាស៊ីបានកើតឡើងនៅបឹងហ្គាល់
ដែលមានលំនាំតាមសហគមន៍ Royal Society នៅចក្រភពអង់គ្លេសដែលបង្កើតឡើងដោយលោក William Jones ជាមេធាវីនៅតុលាការជាន់ខ្ពស់ Bengal និងជាអ្នកស្ទាត់ជំនាញលើភាសាប្រហែល18ភាសារួមទាំងភាសាអារ៉ាប់ Persian និងចេះភាសាផ្សេងតិចតួចប្រហែល36ភាសាផ្សេងទៀតលោកជាមនុស្សចង់ចេះចង់ដឹងហើយលោកជឿថាភាសាសំស្ក្រឹតភាសាក្រិកនិងភាសារ៉ូម៉ាំងសុទ្ធតែវិវត្តមកពីភាសាដើមតែមួយរួមគ្នាលោកពិតជាយល់បានត្រឹមត្រូវតែលោកនៅតែមិនទាន់បកស្រាយន័យនៃសិលាចារឹកបាននៅឡើយពួកគេឆ្ងល់កាន់តែខ្លាំងនៅពេលរកឃើញសសរស្តម្ភអសោកកាន់តែច្រើនមានសិលាចារឹកធំ7ហើយសិលាចារឹកតូចជាច្រើនទៀតនៅគ្រប់ទីកន្លែងរហូតដល់ភាគខាងជើងដល់ជួរភ្នំហេម៉ាឡ័យឆ្លងទៅដល់ Gandhar ឬសម័យមុនហៅថាកុនធរៈនៅអាហ្វហ្គានីស្ថាននិងរហូតដល់ភាគខាងត្បូងប្រទេសឥណ្ឌាទៅដល់បង់ក្លាដេសគេឆ្ងល់ថាតើនរណាជាអ្នកចារឹកសិលាទាំងនោះដែលជាចារឹកដែលមើលមិនយល់មិនដឹងថាជាអ្វីពួកគេឆ្ងល់យ៉ាងខ្លាំងនៅឆ្នាំ1832លោក James Prinsep បានមកដល់លោកជាជនជាតិ Scotland ធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយនៅ Scotland លោកនិងបងប្រុសរបស់លោកបានមកប្រទេសឥណ្ឌាដើម្បីរកស៊ីចិញ្ចឹមជីវិតលោកជាយុវជនឃ្លាវខ្លាហើយលោកមកធ្វើការឲ្យក្រុមហ៊ុន The East India ទទួលបន្ទុកខាងរោងចក្រផលិតប្រាក់កាក់នៅតំបន់ពារាណសីលោកសរសេរសៀវភៅអំពីប្រាក់កាក់គឺក្លិននៃប្រាក់កាក់ហើយលោកក៏ចាប់ផ្ដើមសិក្សាអំពីកាក់បុរាណផងដែរលោក Prinsep ត្រូវបានតែងតាំងជាលេខានៅវិទ្យាស្ថានសិក្សាអាស៊ីផងដែរអាកប្បកិរិយាល្អនិងជំនួកចិត្តរបស់លោកបណ្ដាលឲ្យគេនាំគ្នាបញ្ជូនសិលាចារឹកផ្សេងមកឲ្យលោកនៅពេលណាដែលគេរកឃើញមកដល់ពេលនោះលោកក៏នៅមិនទាន់អាចអានដាច់នៅឡើយមានបុគ្គលិកគាត់ម្នាក់ឈ្មោះ Alexander Cunningham ដែលក្រោយមកក្លាយជាប្រធានអ្នកស្រាវជ្រាវបុរាណវិទ្យាទូទាំងប្រទេសឥណ្ឌាលោក Alexander Cunningham បានផ្ញើឯកសារមួយជូនមកលោក James Prinsep ដែលជាសិលាចារឹកមកពីតំបន់សានជីជាសិលាចារឹកខុសប្លែកពីអ្វីដែលគាត់ធ្លាប់ជួបកន្លងមកគាត់គិតថាអាចជាលិខិតមរណទុក្ខឬជាលិខិតអំពីមនុស្សណាដែលបានធ្វើអំណោយទានអ្វីម្យ៉ាងហើយចង់ឲ្យគេចារឹកឈ្មោះរបស់ខ្លួនទុកសិលាចារឹកគ្រប់ជួរគឺបញ្ចប់ដោយពាក្យដូចគ្នាលោក James Prinsep ដឹងថាសំឡេងចុងក្រោយគឺអង្គជាសំឡេងរបស់និកហិតសញ្ញាដូចក្នុងភាសាខ្មែរឬបាលីដូចជាពាក្យថាទានាងពុទ្ធាំងសរណੰដូចជាស្រអំនៅក្នុងភាសាខ្មែរស្រាប់តែលោកស្រាយចម្ងល់បានទាំងស្រុងអំពីព្យញ្ជនៈទាំងអស់ហើយលោកបានប្រកាសប្រាប់វិទ្យាស្ថានសិក្សាអាស៊ីអំពីរឿងនេះពេលលោកសិក្សាសិលាចារឹកធំលោកឃើញថាតួអក្សរខាងដើមចំនួន15តួនៃសិលាចារឹកទាំងនោះសុទ្ធតែដូចគ្នាទាំងអស់សេចក្តីផ្ដើមនៃសិលាចារឹកគឺទេវនាមៈភាភាតស៊ីឡាចៈហេវੰអហាភាមានន័យថាជាទីស្រឡាញ់ដូចគ្នានឹងភាសាអង់គ្លេសថា dear ដូចជាភារូបੰសាតរូបੰទេវៈមានន័យថា God Goddess ភាតស៊ីជាឈ្មោះរបស់មនុស្ស Raja គឺរាជៈគឺរាជាស្មើនឹងភាសាអង់គ្លេសថា King ហេវੰស្មើនឹងអេវੰអេវੰមេសតតាំងគឺស្ដាប់ឮអហាមានន័យថានិយាយ
គឺ spoke សេចក្តីផ្ដើមនោះមានន័យដូចនេះថាដោយសេចក្តីគោរពដល់ព្រះជាម្ចាស់ស្ដេចព្យាថាស៊ីបានពោលឡើងថាគឺតាមរបៀបនេះហើយដែលលោក James Prinsep អាចបកប្រែគ្រប់សិលាចារឹកទាំងអស់ដែលបានរកឃើញសិលាចារឹកមុនគេដែលលោកបានបកប្រែគឺជាសសរស្តម្ភនៃស្ដេច Feroza តាមរយៈការរកឃើញសិលាចារឹកជាច្រើននៅពាសពេញប្រទេសដូច្នេះលោកយល់ថាប្រហែលជាមានមហាក្សត្រអស្ចារ្យដែលធ្វើឲ្យមានការចារឹករៀបរាប់អំពីគុណសម្បត្តិព្រះអង្គមិនខានតែនេះខុសស្រឡះខ្លឹមសារបែរជាពោលអំពីអ្វីផ្សេងទៅវិញខ្លឹមសារនៃសិលាចារឹកគឺថាសេចក្តីសុខក្នុងជាតិនេះនិងជាតិក្រោយពិបាកសម្រេចបានដោយពុំមានសេចក្តីស្រឡាញ់ចំពោះព្រះធម៌ការស្គាល់ខ្លួនឯងការគោរពសេចក្តីខ្លាចបាបនិងសេចក្តីព្យាយាមសេចក្តីស្រឡាញ់របស់យើងចំពោះព្រះធម៌កើនឡើងជារៀងរាល់ថ្ងៃនិងបន្តកើនឡើងតទៅទៀតខ្លឹមសារនេះគឺអំពីព្រះធម៌តែប៉ុណ្ណោះហើយចូលកត់សម្គាល់ថាសិលាចារឹកទាំងឡាយនោះក៏ឥតមាននិយាយអំពីព្រះនាមរបស់ព្រះសម្មាសម្ពុទ្ធឡើយព្រះធម៌គឺជាសកលឥតមានប្រកាន់និកាយសាសនាអ្វីឡើយលោក James Prinsep នៅតែឆ្ងល់ថាតើ Phathasi ជានរណាលោកពុំធ្លាប់ឮឈ្មោះនេះក្នុងប្រវត្តិសាស្ត្រទេលោកធ្លាប់តែឮចន្ទ្រកុប្បពិន្ទុសាឬព្រះបាទអសោកជាដើមតែមិនដែលឮឈ្មោះ Phathasi ឬ Phathasi នេះសោះហើយលោកយល់ថានេះប្រហែលជាឈ្មោះទេវ៉ាណាំពីយ៉ាធីសាជាក្សត្រនៅស្រីលង្កាតែលោកឆ្ងល់ទៀតថាតើស្ដេចនៅស្រីលង្កាបានចារសិលាចារឹកនៅអាហ្វហ្គានីស្ថានក្បែរជួរភ្នំហេមពាន្តនិងពាសពេញប្រទេសឥណ្ឌាយ៉ាងដូចម្តេចកើតឥតសមហេតុផលសោះក្រោយមកទៀតជំនួយការរបស់លោកម្នាក់ទៀតឈ្មោះ George Turner ជាជនជាតិអង់គ្លេសដែលបានសិក្សាអំពីមហាពង្សាវតារគឺអំពីរាជវង្សខ្សែដំណរក្សត្រនៅស្រីលង្កាហើយគាត់ផ្ញើលិខិតមកលោក James Prinsep ដោយបញ្ជាក់មានសំណេរដែលមានឈ្មោះ Phathasi ឬ Phathasi ដែលជាចៅរបស់ព្រះបាទចន្ទ្រកុប្បជាបុត្រានៃស្ដេចពិន្ទុសាដែលជាឧបរាជនៅអ៊ូចេននៅពេលនោះហើយទើបលោកដឹងថា Phathasi ឬ Phathasi តាមពិតជាព្រះបាទអសោកតែទ្រង់យកនាម Phathasi ជាបរមនាមពេលទ្រង់គ្រងរាជសម្បត្តិក្រោយពីនោះយូរមកទៀតនៅឆ្នាំ1915ទើបគេរកឃើញសិលាចារឹកផ្សេងទៀតដែលមានឈ្មោះព្រះបាទអសោកដោយផ្ទាល់តែម្ដងដោយឥតប្រើនាម Phathasi នោះទេលោក James Prinsep បានប្រទះឃើញសិលាចារឹកមួយដែលព្រះបាទអសោកបានរៀបរាប់អំពីការបដិបត្តិធម៌នៃព្រះអង្គឯងដែលមានសេចក្តីថាជាង2ឆ្នាំកន្លះមកហើយដែលខ្ញុំបានក្លាយជាឧបាសកតែខ្ញុំពុំទាន់រីកចម្រើននៅក្នុងធម៌ទេតែដោយសារខ្ញុំបានចូលថ្វាយបង្គំព្រះសង្ឃជាង1ឆ្នាំមកនេះទើបខ្ញុំបានរីកចម្រើនខ្លះទ្រង់រីករាយចំពោះកម្មដ្ឋានរបស់ទ្រង់មានរឿងនៅពីក្រោយរឿងនេះព្រះបាទអសោកមានព្រាហ្មណ៍បុរាហិតជាច្រើនដែលបន្តមកពីរាជព្រះបាទពិន្ទុសាតែព្រះបាទអសោកប្រហែលជាបានសម្រេចប្រតិយប្រែក្លាយជាពុទ្ធសាសនិកនេះជាការផ្លាស់ប្ដូរក្នុងន័យនយោបាយចេញពីលទ្ធិព្រាហ្មណ៍តែទ្រង់ពុំបានកែប្រែខ្លាំងក្លាភ្លាមទេតែក្រោយចម្បាំងជាមួយរដ្ឋក្លិង្គនិងវិបដិសារីរបស់ទ្រង់ទើបទ្រង់បដិបត្តិធម៌យ៉ាងហ្មត់ចត់ហើយទ្រង់បានទទួលឥទ្ធិពលពីព្រះសង្ឃព្រះនាមនិរតៈជាអរហន្តដែលទ្រង់សាកសួរសំណួរដោយប្រយ័ត្នប្រយែងព្រះអង្គនិរតៈជាបុត្រនៃព្រះអង្គ
សុសមៈជាព្រះរាមនៃព្រះបាទអសោកដែលព្រះបាទអសោកបានធ្វើកុដកាលពីមុនក្នុងសង្គ្រាមដណ្ដើមរាជណ៍ហើយឥឡូវនេះព្រះបាទអសោកធ្វើតាមដំបូន្មាននៃព្រះអង្គនិរុត្តៈហើយទ្រង់ជ្រើសយកគ្រូមួយព្រះនាមមង្គលពុទ្ធទេសៈជាព្រះអរហន្តមួយអង្គហើយទ្រង់ជាអ្នកដឹកនាំគណៈសង្ឃសម័យនោះនៅឥណ្ឌាព្រះបាទអសោកបានរីកចម្រើនក្នុងធម៌ទ្រង់បានចារឹកទុកអំពីព្រឹត្តិការណ៍សង្គ្រាមនៅរដ្ឋក្លិង្គហើយទ្រង់មានវិបដិសារីយ៉ាងជ្រាលជ្រៅសិលាចារឹកទាំងនោះមាននៅតំបន់ផ្សេងលើកលែងតែនៅរដ្ឋក្លិង្គព្រោះដើម្បីកុំឲ្យប៉ះពាល់ដល់ប្រជាជនក្លិង្គមានសិលាចារឹកមួយដែលស្ថិតនៅក្នុងដែនដីក្លិង្គដែលមានសេចក្តីថាអ្នកទាំងអស់គ្នាជាបុត្រាបុត្រីរបស់យើងអ្វីដែលយើងប្រាថ្នាសម្រាប់បុត្រាបុត្រីបង្កើតរបស់យើងគឺយើងប្រាថ្នាឲ្យមានសេចក្តីសប្បាយរីករាយមានសេចក្តីសុខដុមរមនាដល់ពួកគេក្នុងជាតិនេះនិងបរលោកយើងក៏ប្រាថ្នាដូចគ្នានេះចំពោះអ្នកទាំងអស់គ្នាដូចគ្នាដែរព្រះបាទអសោកផ្ដល់នូវសន្តិភាពដល់ជនជាតិក្លិង្គទាំងអស់គឺទ្រង់ចង់ត្រាស់បញ្ជាក់ថាទ្រង់ពិតជាបានផ្លាស់ប្ដូរខុសពីមុនហើយលើសពីនោះទ្រង់ក៏បានចែងអំពីជនជាតិភាគតិចគឺពួកកុលសម្ព័ន្ធតូចក្នុងរាជាណាចក្រដ៏ធំធេងរបស់ទ្រង់ដែលឥតមានច្បាប់ទម្លាប់ពិបាកគ្រប់គ្រងបង្ករឿងជាច្រើនហើយទ្រង់ប្រកាសថាទ្រង់អាចបញ្ជូនទ័ពទៅបង្ក្រាបពួកគេដាក់ទោសពួកគេក៏បានតែទ្រង់ដាស់តឿនពួកគេថាចូលអ្នកទាំងអស់គ្នាប្រព្រឹត្តឲ្យបានត្រឹមត្រូវទោះជាយើងមានវិបដិសារីដោយសារសង្គ្រាមពីមុនមកក្តីក៏យើងនៅតែមានអំណាចអាចដាក់ទោសអ្នកតែយើងមិនចង់ធ្វើបែបនេះទេយើងចង់ឲ្យអ្នកមានសេចក្តីខ្មាស់បាបយើងមិនចង់ឲ្យមានការបៀតបៀនដល់ជីវិតណាមួយឡើយចាប់ពីពេលនោះមកមានបញ្ហាតិចតួចណាស់នៅក្នុងសម័យព្រះអង្គមានរដ្ឋនៅក្បែររដ្ឋក្លិង្គមួយដែលព្រះបាទអសោកមិនបានចូលឈ្លានពានទេទ្រង់បញ្ឈប់អំពើឈ្លានពានក្រោយពីវាយកបានរដ្ឋក្លិង្គរួចហើយទើបមានវិបដិសារីហើយក៏ឈប់ត្រឹមនឹងទ្រង់បានចារលើសិលាចារឹកអំពីចេតនារបស់ទ្រង់ចំពោះរដ្ឋតូចមួយដែលនៅជាប់ព្រំដែននោះថានគររបស់អ្នកអាចភ័យខ្លាចចំពោះការឈ្លានពានរបស់យើងតែអ្វីដែលយើងប្រាថ្នានៅពេលនេះគឺចង់ឲ្យអ្នកទាំងអស់គ្នារស់នៅដោយគ្មានការភ័យខ្លាចចំពោះយើងទៀតឡើយជឿទុកចិត្តយើងចុះយើងផ្ដល់ឲ្យអ្នកនៅសេចក្តីសុខមិនមែនសេចក្តីទុក្ខព្រួយឡើយហើយក្រោយមកព្រះបាទអសោកក៏បានប្រទានអំណោយទានជាជំនួយដល់រដ្ឋនៅភាគខាងត្បូងតូចមួយនោះហើយនេះប្រហែលជាប្រភេទជំនួយអន្តរជាតិដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រសកលលោកយ៉ាងនេះទើបសប្តាហ៍ថ្ងៃមានអង្គការសហប្រជាជាតិជាដើមផ្ដល់ជំនួយអន្តរជាតិដល់ប្រទេសទុនខ្សោយឬមានវិបត្តិនាពេលនោះគ្មានការឈ្លានពានទេមានតែការផ្ដល់ជំនួយប៉ុណ្ណោះហើយទ្រង់ក៏ប្រាថ្នាចង់ឲ្យពលរដ្ឋនគរនោះបានបដិបត្តិធម៌ផងដែរនោះទើបគេបានទទួលនៅសេចក្តីសុខក្នុងជាតិនេះនិងជាតិខាងមុខទ្រង់ក៏មានទំនាក់ទំនងមេត្រីភាពជាមួយមហាក្សត្រនានាជាទាយាទរបស់ស្ដេចដែលបានច្បាំងជាមួយព្រះបាទចន្ទ្រកុប្បជាតារបស់ទ្រង់កាលពីប៉ុន្មានទសវត្សរ៍មុនដូចជាស្ដេច Antiochus នៃរដ្ឋ Bactria ស្ដេច Ptolemy នៃប្រទេសអេស៊ីបជាដើមទំនាក់ទំនងល្អមានទស្សនកិច្ចទៅវិញទៅមកផ្ដោះប្ដូររាជទូតឬអំណោយទានជាដើមទ្រង់ក៏បានចារឹកអំពីអហិង្សាផងដែរដែលមានសេចក្តីថារាប់សតវត្សមកហើយនៅអតីតកាលការកាប់សម្លាប់ការបៀតបៀនជីវិតការបៀតបៀនសាច់ញាតិបៀតបៀនចំពោះព្រាហ្មណ៍និងតាបសមានការកើនឡើងតែឥឡូវដោយសារស្ដេចអសោកបានបដិបត្តិធម៌ធ្វើឲ្យសំឡេងស្គរជ័យប្រែទៅជាជំនួសដោយសំឡេងសូត្រធម៌ទៅវិញគួរដឹងថានៅសម័យបុរាណពេលនរណាម្នាក់ត្រូវប្រហារជីវិត
គេចងដៃព័ទ្ធទៅក្រោយហើយដឹកយកទៅកន្លែងពិឃាតដោយមានសម្លេងវាយស្គរជ័យយ៉ាងខ្លាំងផងដែរឥឡូវនេះព្រះបាទអសោកឈប់ឲ្យមានរឿងនឹងកើតឡើងទៀតហើយការមិនសម្លាប់ជីវិតនេះសេចក្តីអនុគ្រោះនេះបានបង្រីកតទៅទៀតរហូតទៅដល់ជីវិតសត្វជាការកម្រណាស់នៅក្នុងប្រវត្តិសាស្ត្រដែលសិទ្ធិរស់រានមានជីវិតរបស់សត្វក៏មានកម្រិតប្រហែលមនុស្សដែរព្រះបាទអសោកសោយមហូបបួសហើយគ្រួសារព្រះអង្គទាំងមូលក៏សោយក្រយាបួសដែរសិលាចារឹកមួយបានចារឹកថាសម័យមុនសត្វជាច្រើនរយពាន់ត្រូវស្លាប់រាល់ថ្ងៃហើយคล้ายជាសម្លការីតែឥឡូវមានតែសត្វក្ងោក2ក្បាលនិងសត្វឆ្លុះ1ក្បាលប៉ុណ្ណោះដែលត្រូវស្លាប់ហើយតទៅមុខទៀតឆាប់នឹងមិនមានការសម្លាប់បែបនេះទៀតឡើយហើយនឹងសោយតែអាហារបួសព្រះរាជវង្សអសោកគឺសោយតែម្ហូបអាហារបន្លែផ្លែឈើប៉ុណ្ណោះទ្រង់បង្កើតបញ្ជីឈ្មោះសត្វដែលមិនត្រូវសម្លាប់ជាបញ្ជីយ៉ាងវែងអន្លាយដែលមានប្រភេទសត្វច្រើនសម្បើមគ្មានការសង្ស័យទេថាទ្រង់មិនអាចហាមឃាត់ការសម្លាប់ឲ្យបានពេញទីក្នុងរាជាណាចក្រទាំងមូលឡើយដោយសារប្រជាជនខ្លះអាចត្រូវអាស្រ័យសាច់សត្វដើម្បីរស់តែទ្រង់បានប្រឹងប្រែងទប់ស្កាត់ទាល់តែអស់លទ្ធភាពរបស់ទ្រង់ថែមទាំងហាមកុំឲ្យដុតអង្កាមព្រោះអាចមានសត្វល្អិតនៅក្នុងនោះផងដែរត្រូវដុតតែអស់ទទេហើយនៅថ្ងៃខ្លះជាថ្ងៃហាមឃាត់មិនឲ្យមានការសម្លាប់អ្វីឡើយគ្រប់ពេលដែលទ្រង់អាចហាមការសម្លាប់បានទ្រង់ហាមមិនឲ្យមានការសម្លាប់ដើម្បីកំសាន្តគ្មានការបរបាញ់អ្វីឡើយចំពោះសុខាភិបាលនិងបរិស្ថានចំពោះរុក្ខជាតិឱសថណាដែលចាំបាច់សម្រាប់ព្យាបាលរោគរបស់ប្រជាជននិងព្យាបាលរោគសម្រាប់សត្វតែឱសថនោះគ្មាននៅក្នុងរាជាណាចក្រព្រះអង្គទេទ្រង់ព្យាយាមនាំចូលពីបរទេសហើយដាំដុះចែកជូនប្រជាជនទ្រង់ប្រទានឱសថចាំបាច់គ្រប់ប្រភេទទុកបម្រុងដល់ប្រជាជនទូទាំងរាជាណាចក្រដោយឥតគិតថ្លៃប្រៀបដូចជាយើងទៅឱសថស្ថានហើយយើងអាចបើកថ្នាំឬសម្ភារៈពេទ្យដោយឥតគិតថ្លៃដូច្នោះដែរនៅតាមសួនឧទ្យានរបស់ព្រះអង្គទ្រង់ចាត់ឲ្យដាំដើមឈើជាអណ្ដូងសង់ទីសំណាក់ដើម្បីផ្ដល់ជាការប្រើប្រាស់ដល់មនុស្សនិងសត្វចំពោះរាជកិច្ចមហាក្សត្រសម័យនោះអាចមានពេលធ្វើរាជកិច្ចចេញបញ្ជានិងពេលសម្រាកលំហែក្រសាលព្រៃបរបាញ់ជាដើមតែចំពោះព្រះបាទអសោកទ្រង់ដាក់បញ្ជាថានៅពេលណាក៏ដោយយើងត្រៀមខ្លួនទទួលយកភារកិច្ចគ្រប់ពេលអ្នកនាំសារឬមន្ត្រីដែលមានការចាំបាច់ត្រូវផ្ដល់ដំណឹងមកយើងត្រូវតែមករាយការណ៍ឲ្យយើងចាត់ទុកសេចក្តីសុខដុមរមនានៃមនុស្សទាំងឡាយថាជាកាតព្វកិច្ចរបស់យើងគ្មានកិច្ចការណាប្រសើរជាងផ្ដល់នូវសេចក្តីសុខដល់ប្រជារាស្ត្រឡើយទោះយើងប្រឹងប្រែងប៉ុណ្ណាក៏ដោយគឺដើម្បីឲ្យយើងបានសងបំណុលដែលយើងបានជំពាក់សពសត្វដើម្បីធានាសុភមង្គលរបស់ពួកគេក្នុងជាតិនេះនិងបរលោកទាំងពេលដែលព្រះអង្គក្រសាលលេងក្នុងសួនកំពង់ផ្ទុំឬនៅទីណាក៏ដោយបើមានកិច្ចការបន្ទាន់ទ្រង់នឹងទទួលធ្វើភ្លាមតែម្ដងហេតុទាំងនេះហើយដែលឥតឃើញមានសញ្ញាណាមួយបញ្ជាក់ក្នុងប្រវត្តិសាស្ត្រថាមានភាពវឹកវរសង្គមនៅក្នុងសម័យព្រះបាទអសោកឡើយជារយៈពេល30ឆ្នាំនៃសន្តិភាពគឺជាសុវណ្ណកាលមហាក្សត្រសម័យបុរាណគឺច្រើនតែយាងក្រសាលជុំវិញនគរឬបរបាញ់សត្វឬការកំសាន្តផ្សេងតែព្រះបាទអសោកទ្រង់បានធ្វើធម្មយាត្រាមួយទៅកាន់សម្ពោធិទ្រង់ប្រទានអំណោយដល់ពួកព្រាហ្មណ៍និងតាបសប្រទានទ្រព្យដល់មនុស្សចាស់ជរាយាងតូចប្រជាជននៅជនបទនិងប្រទានធម្មទេសនាដល់ពួកគេឬជជែកធម៌ជាមួយពួកគេនៅពេលណាដែលសមគួរទ្រង់សប្បាយប្រទ័យណាស់ដែលបានធ្វើកិច្ចការនេះអំពីការយោគយល់រឿងសាសនាព្រះបាទអសោកជាអ្នកបដិបត្តិធម៌ស្មោះស្ម័គ្រតែទ្រង់ត្រាប្រណីគ្រប់សាសនាទាំងអស់និងចង់ឲ្យសាសនាទាំងនោះលូតលាស់ផងដែរទ្រង់មានបន្ទូលថាទ្រង់ពុំបានឲ្យតម្លៃលើអំណោយទាននិងកិត្តិយសឡើយចូលកុំលើកដំកើងសាសនារបស់ខ្លួន
ដោយការបូជាលើសលប់ពេកហើយបន្តបង្អាប់សាសនាដទៃព្រោះបើធ្វើដូច្នេះនោះអ្នកបែរជាធ្វើឲ្យខូចខាតដល់សាសនារបស់អ្នកខ្លួនឯងទៅវិញទេទ្រង់ក៏បានប្រទានលអាងភ្នំទៅដល់អាជីវកៈដែលជាសាសនាផ្សេងនិងជាសត្រូវរបស់ពុទ្ធសាសនាទៀតផងតែនេះទ្រង់ប្រទានលអាងភ្នំដល់ពួកគេមានសេរីភាពពេញទីខាងផ្នែកសាសនាគ្មានការរារាំងខាងជំនឿសាសនាឡើយចំពោះអ្នកទោសទ្រង់ចាត់ឲ្យមានធម្មមហាមាត្រគឺជាមន្ត្រីចុះពិនិត្យមើលស្ថានភាពរបស់អ្នកទោសដើម្បីកុំឲ្យមានគេធ្វើបាបអ្នកទោសទាំងនោះនិងចំពោះការដោះលែងអ្នកទោសផងដែរមន្ត្រីចុះអង្កេតទាំងនោះអាចដោះលែងអ្នកទោសបានបើពិនិត្យឃើញថាអ្នកទោសណាមានគ្រួសារដែលត្រូវទំនុកបម្រុងឬជាមនុស្សចាស់ជរាឬអ្នកទោសណាដែលមានវិកលចរិតធម្មមហាមាត្រចុះពិនិត្យមើលគ្រប់ទិសទីទាំងអស់ក្នុងរាជាណាចក្រព្រះអង្គក្នុងរយៈពេល26ឆ្នាំដំបូងមានសវនាការលើកលែងទោសចំនួន25ដងចំពោះព្រះសង្ឃទ្រង់ក៏ធ្លាប់ប្រកេនយោបល់ដល់ព្រះសង្ឃខ្លះក្នុងការកំណត់ថាគម្ពីរណាដែលត្រូវអានព្រះសូត្រណាដែលត្រូវស្វែងយល់ផងដែរតែមានរឿងមួយគឺថាគណៈសង្ឃចាប់ផ្ដើមបែកបាក់ក្នុងរជ្ជកាលរបស់ទ្រង់បានសាងសង់វិហារប្រហែល 82,000 កន្លែងទាំងធំទាំងតូចទ្រង់ផ្គត់ផ្គង់គណៈសង្ឃទ្រង់បានសាងសង់វត្តយ៉ាងធំមួយនៅជិតរាជធានីបតលីបុត្រមានរឿងមួយដែលកើតឡើងដោយស្ងៀមស្ងាត់គឺថាជីវភាពជាព្រះសង្ឃគឺងាយស្រួលព្រោះមានការផ្គត់ផ្គង់គ្រប់យ៉ាងជាជីវិតងាយស្រួលគឺជនដែលទៅបួសដើម្បីជីវភាពសុខស្រួលនឹងហើយដែលបង្កបញ្ហាគឺចាប់ផ្ដើមបែកបាក់នៅក្នុងគណៈសង្ឃហើយព្រះបាទអសោកបានចារឹកថាខ្ញុំព្រះករុណាប្រាថ្នាឲ្យគណៈសង្ឃមានសាមគ្គីភាពជានិច្ចបន្ទាប់មកទ្រង់ចាប់ផ្ដើមតឹងតែងហើយប្រកាសថាព្រះសង្ឃឬដូនជីណាបំបែកសង្ឃគឺត្រូវចាកចេញពីគណៈសង្ឃត្រូវស្លៀកពាក់សហើយរស់នៅទីដទៃទ្រង់ព្រួយប្រទ័យខ្លាំងណាស់ចំពោះរឿងនេះហើយទ្រង់សម្រេចប្រទ័យធ្វើមហាសង្គាយនាលើកទី1ប្រព្រឹត្តទៅភ្លាមក្រោយព្រះពុទ្ធបរិនិព្វានទៅហើយសង្គាយនាលើកទី2ក៏ប្រព្រឹត្តទៅនៅឥណ្ឌាដែរហើយឥឡូវនេះជាសម័យព្រះបាទអសោកជាសង្គាយនាលើកទី3សង្គាយនាលើកទី3នេះធ្វើឡើងនៅបតលីបុត្រហើយដឹកនាំដោយព្រះអង្គមង្គលពុទ្ធទេសៈជាគ្រូរបស់ព្រះបាទអសោកនិងជាព្រះអរហន្តវត្ថុបំណងគឺកាយកំហុសដែលមាននៅក្នុងគម្ពីរនិងបណ្ដេញចេញនៅព្រះសង្ឃដែលបង្ករឿងតាមពិតព្រះមង្គលពុទ្ធទេសៈបាននិមន្តទៅព្រៃហេមពាន្តតែមួយអង្គឯងអស់10វស្សាក៏ដោយសារតែព្រះសង្ឃដែលបង្កបញ្ហាទាំងនោះជាសង្ឃដែលប្រព្រឹត្តមិនសមរម្យនិងជឿជំនឿខុសឆ្គងផ្សេងព្រះអង្គពុំបានគង់ក្នុងនគរឡើយហេតុនេះព្រះបាទអសោកត្រូវបញ្ជូននារាសាទៅជាច្រើនដងនិងមធ្យោបាយផ្សេងទៅបានព្រះអង្គមកចូលរួមសង្គាយនាបានកែកំហុសក្នុងអត្ថបទនិងមានការរំសាយព្រះសង្ឃដែលមិនសមរម្យចេញដូច្នេះធម៌ត្រូវបានបោសសម្អាតសាជាថ្មីឥឡូវព្រះបាទអសោកមានតម្រិះថាហេតុអ្វីក៏ត្រឹមតែឥណ្ឌាហេតុអ្វីមិនផ្សព្វផ្សាយធម៌ទៅក្រៅទ្រង់ចាប់ផ្ដើមបេសកកម្មធំមួយគឺផ្សាយធម៌គឺធម្មទូតទៅពាសពេញពិភពលោកទៅទីណាដែលព្រះអង្គស្គាល់ធម្មទូតអ្នកនាំសារព្រះធម៌គឺភាគខាងត្បូងស្រីលង្កាស្នើសុំដើមពោធិ៍បុត្រាបុត្រីនៃព្រះបាទអសោកជាធម្មទូតភាគខាងលិចកាស្មៀរអាហ្វហ្គានីស្ថានស៊ីរីអ៊ីរ៉ង់អេស៊ីបក្រិចអ៊ីតាលីទូគីភាគខាងជើងនេប៉ាល់ប៊ូតានហើយប្រហែលជាប្រទេសចិននិងម៉ុងហ្គូលីភាគខាងកើតកម្ពុជាឡាវសវណ្ណភូមិគឺភូមានិងថៃដោយព្រះសោណៈនិងឧត្តរៈនិងប្រទេសវៀតណាម
នេតិអវសានគួរកត់សម្គាល់កាលបរិច្ឆេទដូចតទៅឆ្នាំ239ម្ចាស់ក្សត្រីអសន្តមមិត្រាយាសោយទេវង្គតឆ្នាំ234ម្ចាស់ក្សត្រីទិស្យាសិដ្ឋាត្រូវប្រហារជីវិតឆ្នាំ233ព្រះបាទអសោកសោយទេវង្គតព្រះបាទអសោកចុះខ្សោយរាជទ្រព្យកាន់តែខ្សត់ដោយសារការធ្វើទានចំពោះព្រះសង្ឃហើយរាជទាយាទក្សត្រសម្ប្រតិបានចេញបញ្ជាដែលផ្ទុយនឹងការធ្វើទានរបស់ព្រះបាទអសោកបើពុំនោះទេព្រះនគរនឹងខ្សែធនមានពេលមួយព្រះបាទអសោកថែមទាំងបានធ្វើទានប្រគេនព្រះរាជាណាចក្រទាំងមូលដល់គណៈសង្ឃទៀតផងហើយក្សត្រសម្ប្រតិនិងមន្ត្រីផ្នែករាជទ្រព្យបានចូលជួបនិងស្នើសុំគណៈសង្ឃថាយើងខ្ញុំព្រះអង្គសូមធ្វើការស្នើសុំព្រះរាជាណាចក្រត្រឡប់មកវិញហើយយើងខ្ញុំកូណាសូមប្រគេនជាទេយ្យទានផ្សេងជំនួសទៅវិញនោះជាដំណាក់កាលដែលព្រះបាទអសោកចុះខ្សោយណាស់ទៅហើយព្រះបាទសម្ប្រតិបានរ៉ាប់រងធ្វើរាជកិច្ចបន្តចំណែកព្រះបាទអសោកចុះខ្សោយខ្លាំងណាស់ធ្វើអ្វីលែងកើតទៅហើយទ្រង់សោយក្រយ៉ាមិនសូវបានទៀតឡើយទ្រង់ផ្ទុំលើសាយនារងចាំថ្ងៃអវសានទ្រង់សោយបានតែផ្លែសេរីទ្រង់កាន់ផ្លែសេរីមួយនៅក្នុងព្រះហស្ថហើយទ្រង់ពោលថាទេយើងមិនសោយទេយើងចង់ប្រគេនផ្លែនេះដល់ព្រះសង្ឃគេក៏កិនកំទេចផ្លែនោះលាយជាមួយម្ហូបអាហារហើយប្រគេនព្រះសង្ឃឲ្យបានច្រើនអង្គហើយទ្រង់ក៏សគត់នាពេលនោះទៅមានសិលាចារឹកមួយរបស់ព្រះអង្គដែលនិយាយអំពីអនាគតនៅទីណាដែលមានសសរសិលាចារឹកទាំងនេះនៅទីនោះមានចារនៅព្រះធម៌ដែលគង់វង្សនៅជាយូរតកូនតចៅរបស់យើងហើយដរាបណាព្រះអាទិត្យនិងព្រះច័ន្ទនៅបញ្ចេញរស្មីដរាបនោះនៅមានការបដិបត្តិធម៌តាមការណែនាំដ៏ត្រឹមត្រូវហើយកាលណាមានការបដិបត្តិធម៌កាលនោះសេចក្តីសុខនឹងកើតឡើងទាំងក្នុងជាតិនេះនិងជាតិក្រោយប្រវត្តិវិទូជនជាតិអង់គ្លេសម្នាក់ឈ្មោះ H.G. Wells បានពោលថាក្នុងប្រវត្តិសាស្ត្រនៃសកលលោកមានស្ដេចនិងអធិរាជជាច្រើនពាន់អង្គដែលហៅខ្លួនឯងថាព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ជីវិតលើត្បូងជាដើមតែពេលដល់សគត់ទៅកិត្តិនាមក៏សាបសូន្យទៅតែព្រះបាទអសោកបានរះឡើងនិងបន្តរះឡើងដោយដួងតារាភ្លឺចែងចាំងរហូតដល់បច្ចុប្បន្នចប់ប្រវត្តិសង្ខេបនៃព្រះបាទអសោកស្រាវជ្រាវនិងផ្សព្វផ្សាយដោយលោកគ្រូ Patrick Given Wilson ប្រែសម្រួលជាភាសាខ្មែរដោយ The Buddha's Teaching អានសារឡើងវិញនៅថ្ងៃទី25ខែតុលាឆ្នាំ2025